លេងឈុតធំតិចណាបងប្អូនអត់តិចទេច្រើនមែនទែន6គីឡូនិយាយពីញ៉ាំវិញបងប្អូនឲ្យផ្អើលភូមិមកនិយាយពីការវិញសវឹងមករោងការហ្នឹងហ្មងបងប្អូនកុំច្រឡំណា6គីឡូនេះសុទ្ធតែមានម្ចាស់អស់ហើយញ៉ាំថ្ងៃមុនឆ្ងាញ់អញ្ចឹងហើយគាត់ចង់ឲ្យត្រាំឲ្យគាត់ជើងមកត្រាំឲ្យគាត់ម្នាក់1គីឡូទៅហើយថ្ងៃនេះក៏បង្ហាញបងប្អូនដែរថាត្រាំរបៀបណាឲ្យឆាប់បានញ៉ាំអញ្ចឹងណាថ្ងៃមុនបង្ហាញបងប្អូនថាត្រាំទៅទុកយូរខែបានញ៉ាំទៅឆ្ងាញ់តែថ្ងៃនេះត្រាំយើងឆាប់បានញ៉ាំរហ័សបានញ៉ាំថ្ងៃនេះយើងត្រាំដូចថ្ងៃមុនអញ្ចឹងដែរបងប្អូនគាត់ថាថ្ងៃនេះប្លែកបន្តិចដោយសារអីខ្ញុំគោះពងមាន់ដោយសារយើងរហ័សបានញ៉ាំគោះទៅបងប្អូនបើសិនតែបងប្អូនទុកដល់6ខែឡើងទៅបងប្អូនមិនបាច់គោះទេយើងដាក់ទឹកសបកក៏បានដែរវាឆ្អិនដូចតែគ្នាទេហើយវាខ្សោះអស់ជាតិពីខាងក្នុងដូចគ្នាប៉ុន្តែបើយើងរហ័សបានញ៉ាំត្រឹមតែ1ខែកន្លះ2ខែបានញ៉ាំបងប្អូនត្រូវបងប្អូនត្រូវគោះពងមាន់ហ្នឹងទៅហើយតាពាំងបាយជូរអីចឹងបងប្អូនច្បាច់ទៅរហ័សចេញជាតិបានញ៉ាំហើយសម្រាប់ស្រាផ្លែឈើខ្ញុំថ្ងៃនេះបងប្អូនអត់មានអីខុសពីថ្ងៃមុនទេមានខ្នោមានម្នាស់មានចេកមានតាពាំងបាយជូរហើយយើងដាក់ដូចតែថ្ងៃមុនអញ្ចឹងដែរបងប្អូនមានទឹកឃ្មុំមានអីចឹងមកហើយឥឡូវនេះចាប់ផ្ដើមដាក់ត្រាំឲ្យបងប្អូនហើយវល់ធ្វើមិនឲ្យស្មើគ្នាកូនខ្ញុំថាចេះសើមានប្រដាប់វល់ទៀតខ្លាចលើខ្វះគ្នាហើយខ្ញុំប្រាប់ថាយើងដាក់អញ្ចឹងហើយបានស្មើគ្នាបានល្អឥឡូវនេះដាក់ឲ្យបងប្អូនផ្លែឈើដាក់មួយមុខបន្តិចមកហើយយើងដាក់ផ្លែឈើមកល្មមមកបងប្អូនមួយមុខបន្តិចបងប្អូនលៃតាមនឹងមកហើយផ្លែមៀនបងប្អូនដាក់ទៅក្អូបមែនទែនសម្រាប់នៅក្នុងទឹកស្រារបស់យើងហ្នឹងក្អូបឈ្ងុយតែម្ដងមានម្នាស់មានចេកមានអីចឹងបងប្អូនឈ្ងុយស្រាផ្លែឈើគឺថាបើកមកក្លិនឡើងឈ្ងុយថែមតប៉ែថែមពងមាន់បងប្អូនយើងដាក់អញ្ចឹងមករសជាតិស្រារបស់យើងកាន់តែឆ្ងាញ់បងប្អូនឲ្យស្រាផ្លែឈើមួយមុខនេះមិនត្រឹមតែឆ្ងាញ់ទេញ៉ាំទៅកម្លាំងទៀតផងស្រីយើងញ៉ាំហើយធ្វើឲ្យសាច់ស្អាតសម្រស់ចាំអីចឹងខ្ញុំចេះថាណាបងប្អូនតាំងក៏ពិតម៉ែខ្ញុំក៏ប្រាប់ដែរថាស្រាហ្នឹងគេហៅស្រាបើហើយយើងញ៉ាំពេលសរសៃខ្ចីធ្វើឲ្យសាច់ឈាមរបស់យើងហ្នឹងស្រស់ថ្លាស្អាតចឹងសាច់ចាំអីចឹងណាហ្នឹងខ្ញុំដឹងពីម៉ែខ្ញុំមកទេហើយខ្ញុំចេះតែត្រាំតាមគាត់ទៅហើយពីមុនមកកាលសរសៃខ្ចីក៏មិនសូវជាអ្នកញ៉ាំអីដែរប៉ុន្តែមកដល់ឥឡូវនេះបើចេះតែត្រាំទៅបងប្អូនត្រាំថ្ងៃមុនចែកគ្នាភ្លក់ដល់អញ្ចឹងហើយបងប្អូនគាត់ចូលចិត្តគាត់ថាឆ្ងាញ់ហើយឈ្ងុយទៀតអញ្ចឹងហើយគាត់សុំឲ្យខ្ញុំពឹងខ្ញុំហ្នឹងត្រាំឲ្យម្នាក់1គីឡូមកហើយខ្ញុំនេះដូចចិត្តបងប្អូនណានិយាយពីអញ្ចឹងអីមិនថាឲ្យតែប្រើហើយគឺថាធ្វើអត់ដែលឡងទេដើររោទិញផ្លែឈើផងទិញពងមាន់ទិញអីហើយប៉ុន្តែស្រាប់ស្រាសនេះយើងរើសដែរណាបងប្អូនរោស្រាអង្គសុទ្ធនិយាយពីថាស្រាអង្គឈ្ងុយណាបងប្អូនហើយស្រាអង្គសុទ្ធឈ្ងុយយកមកដាក់អញ្ចឹងមកស្លិនគេឡើងក្អូបឈ្ងុយអង្គតែម្ដងណាឥឡូវនេះយើងដាក់ផ្លែឈើអីរួចរាល់អស់ហើយបងប្អូនអញ្ចឹងហើយចុងក្រោយយើងដាក់ស្រាមកហើយចាក់ស្រាចូលមកបងប្អូនទុកតែមួយយប់អីហ្នឹងឡើងពណ៌រៀងប្លែកជាងមុនហើយទុកកាន់តែច្រើនថ្ងៃមកពណ៌គេផ្លាស់ប្ដូរម្ដងតិចបងប្អូនឃើញពណ៌លើកនេះរៀងល្អក់ជាងមុនដោយសារអីពងមាន់យើងគោះយកសបកចេញធ្វើឲ្យល្អក់យ៉ាងឯងប៉ុន្តែល្អក់ហ្នឹងអត់ល្អក់ខ្លាំងទេបងប្អូនទុកតែប្រហែល1ម៉ោង2ម៉ោងចាប់ដើមរងថ្លាឡើងក្រហមមកវិញហើយពណ៌តំណងមែនទែនហើយឥឡូវដើរមូលគម្របចិត្តអស់ហើយបងប្អូន6គីឡូថ្ងៃនេះនិយាយទៅគាត់ទៅត្រាំស្រានេះអស់មួយល្ងាចទេបងប្អូន